បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទសុខភាពថ្ងៃហ្នឹងខ្ញុំលើកយកគ្រាប់ធញ្ញជាតិចំនួន3ប្រភេទដែលពេលដែលអ្នកទាំងគ្នាញ៉ាំទៅវាអាចជួយសម្រកក្បាលពោះក៏កាត់ក៏ដូចជាកាត់បន្ថយជាតិខ្លាញ់ថាតើគ្រាប់3គ្រាប់ធញ្ញជាតិទាំងអស់ហ្នឹងវាមានអីខ្លះយើងអាចទៅតាមដានទាំងអស់គ្នាអញ្ចឹងយើងដឹងហើយថាអ្នកធាត់ភាគច្រើនមានអារម្មណ៍ខ្លាចហូបអាហារនេះហូបអាហារនោះដោយសារតែគិតវាថាខ្លាចឡើងគីឡូឬក៏ឡើងខ្លាញ់អញ្ចឹងទៅអញ្ចឹងដើម្បីងាយស្រួលស្រកគីឡូស្រកក្បាលពោះនោះគ្រាន់តែយើងហូបគ្រាប់ធញ្ញជាតិទាំង3នេះក៏វាជួយកាត់បន្ថយខ្លាញ់ដ៏មានប្រសិទ្ធភាពអញ្ចឹងតើគ្រាប់ធញ្ញជាតិទាំង3ហ្នឹងមានអីខ្លះចូលតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងគ្រាប់ធញ្ញជាតិទី1ខ្ញុំគិតថាអ្នកទាំងគ្នាអាចស្គាល់ហើយគឺជាប្រភេទគ្រាប់កៅឡាក់អញ្ចឹងគ្រាប់កៅឡាក់វាមានកាឡូរីតិចជាងគ្រាប់ធញ្ញជាតិដទៃទៀតវាមានផ្ទុកដោយជាតិសរសៃច្រើនជាតិនេះហើយជាតិខ្លាញ់ទាបវាល្អសម្រាប់សុខភាពអ្នកដើម្បីកម្ចាត់ជាតិខ្លាញ់ក្បាលពោះល្អហើយវាមិនអាចធ្វើឲ្យយើងឆាប់ឃ្លាតថែមទៀតផងមួយវិញទៀតគ្រាប់កៅឡាក់ក៏មានប្រយោជន៍ជួយដល់សុខភាពបេះដូងរួមទាំងជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងអស្ចារ្យផងដែរអញ្ចឹងចំពោះគ្រាប់ធញ្ញជាតិទី2គឺគ្រាប់អាល់ម៉ុនអញ្ចឹងអ្នកដែលចូលចិត្តញ៉ាំគ្រាប់អាល់ម៉ុនភាគច្រើនជួយសម្រកគីឡូកម្ចាត់ខ្លាញ់ក្បាលពោះបានលឿនព្រោះគ្រាប់ធញ្ញជាតិនេះវាសម្បូរទៅដោយខ្លាញ់ល្អមានជាតិសរសៃមានជាតិប្រូតេអ៊ីនមានជាតិកាល់ស្យូមនិងវីតាមីនអឺដើម្បីជួយរំលាយខ្លាញ់ក្បាលពោះបានលឿនបើយោងតាមគេហទំព័រ California Almonds បានបញ្ជាក់ថាការញ៉ាំគ្រាប់អាល់ម៉ុនប្រហែលជា20ទៅ23គ្រាប់ក្នុងមួយថ្ងៃជាបរិមាណល្អសម្រាប់រាងកាយដើម្បីដុតខ្លាញ់ក្នុងរាងកាយការញ៉ាំគ្រាប់អាល់ម៉ុនពិតជាជួយបញ្ចុះសម្ពាធឈាមបញ្ចុះកាឡេស្តេរ៉ូនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយបានយ៉ាងល្អអញ្ចឹងចំពោះគ្រាប់ធញ្ញជាតិទី3គឺគ្រាប់ស្វាយចន្ទីច្រើនមែនទែននៅខ្មែរយើងអញ្ចឹងការញ៉ាំគ្រាប់ស្វាយចន្ទីជាប្រចាំត្រូវបានគេសិក្សារកឃើញថាវាមានឥទ្ធិពលដល់ការកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាក់ទងនឹងប្រព័ន្ធរំលាយអាហារមួយចំនួនដូចជាថ្លើមពោះវៀនធំនិងជាតិខ្លាញ់ក្បាលពោះជាដើមពោះនៅក្នុងគ្រាប់ស្វាយចន្ទីមានសារធាតុពិសេសម្យ៉ាងប្រឆាំងនឹងម៉ូលេគុលសេរីទាំងនេះអាចជួយវាអាចជួយកាត់បន្ថយហានិភ័យនៃការអភិវឌ្ឍកោសិកាមហារីកទាំងឡាយជាពិសេសប្រព័ន្ធរំលាយអាហារយោងតាមមូលដ្ឋានទិន្នន័យ Food Data Central នៃក្រសួងកសិកម្មសហរដ្ឋអាមេរិកគ្រាប់ស្វាយចន្ទីសម្បូរដោយជាតិសរសៃនិងជាតិខ្លាញ់ទាបតែល្អសម្រាប់អ្នកមានបំណងចង់ស្រកទម្ងន់ស្រកក្បាលពោះព្រោះវាមានប្រសិទ្ធភាពខ្ពស់បាទអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទសុខភាពថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជាចំណេះដឹងមួយដល់អ្នកទាំងអស់គ្នាជួបគ្នានៅអត្ថបទសុខភាពបន្តទៀត